ជប៉ុនធ្វើតែបាញ់មីស៊ីលប្រឆាំងនាវាចម្បាំងនៅក្នុងស្រុកជាលើកដំបូងនៅថ្ងៃពុធទី25មិថុនានេះជប៉ុនបានហៅការធ្វើតែមីស៊ីលប្រឆាំងនាវាចម្បាំងជាលើកដំបូងនៅក្នុងទឹកដីរបស់ខ្លួនថាជាការបណ្ដុះបណ្ដាលដ៏ចាំបាច់ប្រឈមនឹងបរិយាកាសសន្តិសុខដ៏តានតឹងសពថ្ងៃចំពេលទីក្រុងតូក្យូកំពុងពង្រឹងសមត្ថភាពយោធាទប់ទល់នឹងការកើនឡើងឥទ្ធិពលចិនក្នុងតំបន់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP កងកម្លាំងជើងគោកនៃកងកម្លាំងស្វ័យការពារជប៉ុនហៅកាត់ថា JGSDF បានបាញ់មីស៊ីលប្រភេទ T-88 ចេញពីទីលានហ្វឹកហាត់មួយនៅលើកោះ Hokkaido ស្ថិតនៅភាគខាងជើងប្រទេសឆ្ពោះទៅកាន់ដែនទឹកនៃតំបន់ឆ្នេរប៉ាស៊ីហ្វិកកាលពីថ្ងៃអង្គារយោធាជប៉ុនជាធម្មតាតែងតែធ្វើតែបាញ់មីស៊ីលប្រឆាំងនាវាចម្បាំងរបស់ខ្លួននៅឯមូលដ្ឋានទ័ពក្នុងសហរដ្ឋអាមេរិកប៉ុន្តែការធ្វើសមយុទ្ធរបៀបនេះត្រូវចំណាយច្រើនហើយការចូលរួមរបស់យោធាជប៉ុនក៏មានចំនួនកំណត់ផងដែរនៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅថ្ងៃពុធនេះអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Yoshimasa Hayashi បានឲ្យដឹងថាការធ្វើសមយុទ្ធបាញ់គ្រាប់ពេទ្យនៅក្នុងស្រុកខាងលើបានផ្ដល់ឱកាសនៃការបណ្ដុះបណ្ដាលដល់កងទ័ពជប៉ុនជាច្រើនលោកបន្ថែមថាសមយុទ្ធរបៀបនេះគឺពិតជាមានសារៈសំខាន់សម្រាប់ជប៉ុនក្នុងការថែរក្សានិងអភិវឌ្ឍសមត្ថភាពដើម្បីការពារខ្លួនប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏តានតឹងលោកបានសង្កត់ធ្ងន់ថាសមយុទ្ធរបស់ជប៉ុនមិនមានគោលដៅលើប្រទេសណាមួយនោះទេប៉ុន្តែជប៉ុនកន្លងមកបានចាត់ទុកចិនជាបញ្ហាប្រឈមខាងសន្តិសុខមួយរបស់ខ្លួនខណៈទីក្រុងប៉េកាំងកំពុងពង្រឹងសមត្ថភាពនិងបង្កើនសកម្មភាពយោធាក្នុងតំបន់